តោះមកធ្វើនំចេកបុកញ៉ាំទាំងអស់គ្នាយកចេកទុំចូលកាន់តែឆ្ងាញ់បកសំបកចេញយកសាច់ចំនួន700ក្រាមឬយើងហៅ7ខាំសង្កត់ឲ្យម៉ត់រួចហើយដាក់ស្ករសចំនួន50ក្រាមឬក៏កន្លះខាំដាក់ស្ករត្នោតចំនួន100ក្រាមឬក៏1ខាំរួចហើយច្បល់លាយឲ្យស្ករសរលាយល្អបន្ទាប់មកដាក់ម្សៅខ្សាយចំនួន150ក្រាមឬ1ខាំកន្លះកូរច្បល់ចូលគ្នាឲ្យសព្វចូលគ្នាល្អបន្ទាប់មកម្សៅឆា150ក្រាមឬក៏1ខាំកន្លះកុំភ្លេចដាក់អំបិល1ចឹបផងរួចហើយលាយច្បល់ចូលគ្នាបន្ទាប់មកដាក់ខ្ទិះដូងដើមចំនួន300ក្រាមឬក៏3ខាំលាយបន្តិចម្ដងរហូតដល់អស់ខ្ទិះដូងដាក់សាច់ដូងចំនួន100ក្រាមបើអត់ចូលចិត្តមិនបាច់ដាក់ក៏បានបើចូលចិត្តដាក់ទៅកាន់តែឆ្ងាញ់រួចហើយត្រៀមស្លឹកចេកដើម្បីខ្ចប់បងប្អូនចង់ខ្ចប់វិធីណាក៏បានតាមបងប្អូនចេះដាក់ដូងពីលើបន្តិចដើម្បីឲ្យមើលទៅកាន់តែទំនងខ្ញុំចូលចិត្តខ្ចប់វិធីនេះគឺមើលទៅឃើញសាច់នំខាងក្នុងមើលទៅកាន់តែទំនងបងប្អូនរួចហើយដាំទឹកកន្លះឆ្នាំងយកនំដាក់ចំហុយ20ទៅ25នាទីអាស្រ័យលើនំតូចឬក៏ធំ25នាទីក្រោយនំឆ្អិនហើយទុកឲ្យត្រជាក់យកមកញ៉ាំសាច់នំទុនរសជាតិឆ្ងាញ់មិនផ្អែមពេកធានាថានំទុក2ថ្ងៃក៏នៅតែទុនដែរអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ